បាទជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះមកថតទេសភាពចែកជូនពុកម៉ែបងប្អូនទស្សនាបាទនៅទឹកដីខេត្តកំពង់ឆ្នាំងចង់ឲ្យបងប្អូនមកមើលនៅចង់កោះក៏ហៅឬចង់ភូមិចង់កោះនៅភូមិកណ្ដាភូមិចង់កោះហ្នឹងឯងចង់កោះឬដីថ្មីបងប្អូននេះកន្លែងផែថ្មីបាទកន្លែងផែថ្មីផែកណូតដបាទផែសាឡាងផែនេះអត់មានសាឡាងមកចតទៀតទេបងប្អូនដោយសារគេដាក់នៅចិត្តដាំពោវិញនៅក្នុងវាចិត្តជាងឬក៏យ៉ាងណាទេបាទមិនដឹងដែរធ្វើខាងនោះវិញឥឡូវយើងមកមើលទេសភាពទាំងអស់គ្នាបាទខែនេះគឺជាខែប្រាំងខែវស្សាទឹកឡើងដល់លើបាទទឹកច្រើនខែប្រាំងទឹកស្រកបាទនេះស្រកមិនតាន់នេះទេបងប្អូនមិនតាន់ចូលឆ្នាំផងដល់ចូលឆ្នាំហើយចូលឆ្នាំទៀតមិនដឹងស្រកដល់ប៉ុណ្ណាដល់សល់2ខែទៀតខែយ៉ាង2ខែទៀតហើយយើងឃើញទៅត្រយខាងនោះបាទភាគច្រើនគឺជាបរិវត្តខ្មែរយើងគាត់ដាំបាទដាំដំណាំដាំដុះបាទតាមតឡាចសក់ស្ពៃអាឡឹកអីចឹងទៅបាទពោតសណ្ដែកបាទតាមចំការដល់ខែប្រាំងអញ្ចឹងគឺរដូវគាត់ធ្វើដាំដំណាំដាំដុះអញ្ចឹងទៅធ្វើស្រែចំការអញ្ចឹងទៅបាទខែវស្សាគឺទឹកលិចអស់ហើយបាទយើងធ្វើបានតែខែប្រាំងទេបាទខែវស្សាទឹកលិចអស់ហើយតាមនេះទួលខាងនោះក្រោយមកខាងមើលទៅភ្នំកងរៃបាទភ្នំកងរៃមើលទៅឃើញតែទឹកលហាយលហឹមបាទហ្នឹងហើយខែនេះយើងមើលឃើញទៅគឺភាគច្រើនគឺដំណាំដាំដុះបាទដំណាំដាំដុះគឺបានផលច្រើនបងប្អូនបានផលច្រើនហើយគាត់ធ្វើមួយឆ្នាំមកប្រាំងមកនិយាយធ្វើមកប្រាំងមករដូវប្រាំងហ្នឹងគឺបានច្រើនគួរសមដែរបាទច្រើនគួរសមតែឥឡូវនេះក៏វាមិនសូវជាច្រើនណាស់ដែរដល់ពេលយើងបានផលច្រើនដំណាំវាចុះថោកបាទផលិតផលគឺវាចុះថោកដល់ពេលចុះថោកអញ្ចឹងទៅគឺវាមិនដូចថ្លៃបាទថ្លៃជីបាទថ្លៃជីថ្លៃទឹកថ្លៃអីអញ្ចឹងទៅបាទហ្នឹងហើយយើងទៅទិញសាំងបូមស្រោចដំណាំដាំដុះរបស់យើងអញ្ចឹងយើងត្រូវប្រើជីការពារបាទនឹងកូវឬក៏ថ្នាំបំពន់ដើមទៅជីបាញ់ការពារនឹងកូវថ្នាំបាញ់ការពារនឹងកូវជាដើមអញ្ចឹងគឺច្រើនបាទគឺចំណេញតិចតួចយើងមើលទៅខាងនោះគឺផ្សារក្រោមយើងផ្សារក្រោមដល់ឥឡូវនេះយើងឃើញថាសបោទៅទូកស្មាច់បងប្អូនទូកស្មាច់ច្រើនពីដើមឡើយសបោទូកខ្មែរយើងច្រើនបាទទូកខ្មែរទូកយួនទូកអីចឹងទៅតែឥឡូវនេះគឺមានសល់តិចតួចណាស់ទូកឈើប្រភេទធ្វើឈើដោយសារឈើឥឡូវវាថ្លៃវាពិបាករកឈើធ្វើទៀតឥឡូវហ្នឹងបាទអញ្ចឹងទៅវានេះសម័យនេះគឺវាចាប់ផ្ដើមប្រើទូកស្មាច់អញ្ចឹងវាសបោទៅដោយទូកស្មាច់ច្រើនទូកស្មាច់ច្រើន